ព្រះអង្គសូមនមស្ការព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីគោរពសូមគោរពអស់លោកពុទ្ធបរិស័ទទាំងអស់និងសូមធ្វើសេចក្តីរាប់អានបងប្អូនទាំងអស់ហើយមានរឿងប្រហែលថ្ងៃមានរឿងក្រុមជំនុំប្រតិបត្តិដោយជំរុញចម្រើនអំពីយល់ច្រឡំពីសំណាក់លោកម្ចាស់លោកព្រះអង្គបងប្អូនពុទ្ធបរិស័ទទាំងអស់ក្នុងនាមខ្ញុំជាពុទ្ធបរិស័ទក៏មានសេចក្តីចូលរួមអំពីរឿងរ៉ាវនេះខ្លះដែរដោយលោកម្ចាស់មុនលោកលើកឡើងថាមិនចង់ឲ្យមានឈ្មោះក្រុមជំនុំត្រីបិដកព្រោះថាការមានឈ្មោះក្រុមជំនុំត្រីបិដកឲ្យប៉ះពាល់ដល់កិត្តិយសកិត្តិយសរបស់ធរៈមុនមានសង្ឃរាជជួនណាជាដើមដែលព្រះអង្គលះបង់ស្ទើរមួយជីវិតដើម្បីតែទីពីរបាទកន្លែងនេះគឺបើតាមការលោកចាស់មុននិយាយមកថាមិនចង់ឲ្យដាក់ឈ្មោះហើយដូចជាលោកចាស់ក្នុងពីក្តីលោកដាក់ធ្វើកែត្រីបិដកអញ្ចឹងហើយលោកគ្រូរឹមចន្ទរាក៏មានសង្ឃលេខារួចរាល់អស់ដែរហើយមានលោកគ្រូកុលតឹងក៏លោកគ្រូមានសង្ឃចាដែរអស់បាទអញ្ចឹងការដែលតាមការនិយាយមកអត់មានកែនៅក្នុងត្រីបិដកនោះទេគឺក្រុមជំនុំក្រុមវិភាសាដែលយកឈ្មោះថាក្រុមជំនុំត្រីបិដកនោះពាក្យតពីមុនមកដើម្បីឲ្យងាយស្រួលបាទតែក្រុមជំនុំហ្នឹងគឺជួបជុំគ្នាពិភាក្សាអំពីការប្រែនៅសិភៅផ្សេងទៀតគម្ពីរផ្សេងទៀតដែលមិនទាន់មានដូចជាអដ្ឋកថាយោជនីនិកាជាដើមហ្នឹងមិនទាន់មានបាទខ្ញុំក៏មានដីសាទរដែរដែលព្រះអង្គបានគិតគូរក្នុងរឿងហ្នឹងដោយខ្ញុំមើលនៅក្នុងបត្រីបិដកហ្នឹងគឺបិដកភាគខ្លះអត់មានអដ្ឋកថាសម្រាប់ជំនួយប្រែទេមានតែបិដកអញ្ចឹងអត់យល់អញ្ចឹងកុំគិតថារៀនតែបត្រីបិដកបានហើយមិនបាច់ចាំប្រែអដ្ឋកថាប្រែអីទេបាទសម្រាប់យើងអ្នកសិក្សាពីត្រូវការអដ្ឋកថាពន្យល់ទស្សនៈរបស់ព្រះអង្គមានជ្រៅជ្រៅក៏ព្រះអង្គមានជ្រៅជ្រៅដូចជាសមុទ្រមហាសមុទ្រអញ្ចឹងមិនដូចជាអណ្ដូងទេយើងត្រូវការសិក្សារៀនសូត្រអដ្ឋកថាពន្យល់ដូចជានៅក្នុងបត្រីបិដកហ្នឹងសម្ដែងថាសំឡេងអ្វីក្រោបសង្កត់សំឡេងបុរសក្រៅពីសំឡេងស្ត្រីមានសំឡេងអ្វីដែលអាចក្រោបសង្កត់សំឡេងស្ត្រីក្រៅពីសំឡេងបុរសមានអញ្ចឹងក្នុងបត្រីបិដកអដ្ឋកថាពន្យល់ជាទៀតពន្យល់ថាបុរសហ្នឹងច្រៀងបុរសនោះនិយាយទៅស្ត្រីនោះគឺមិនមាត់មិនរោគដល់ពេលបុរសនោះច្រៀងសំឡេងពីរោះក៏ស្ត្រីនោះជួបចិត្តនឹងសំឡេងបុរសនោះឃើញអួចស្មានទ្វាក៏ចុះទៅនេះគឺតថារំជាអញ្ចឹងគេឲ្យយើងងាយយល់ហើយខ្ញុំពីមុនមកខ្ញុំគិតថានេះបានមានក្រុមជំនុំក្រុមភាសាប្រែពីអដ្ឋកថា
គ្រប់ត្រីបិដកដើម្បីឲ្យពុទ្ធបរិស័ទមើលងាយស្រួលបាយចិត្តប៉ុណ្ណាដោយចឹងមានមែនក្នុងជំនុំប្រែ7ថាតនឹងបាយអរគុណដល់លោកចាស់គ្រប់អង្គបងប្អូនដែលសិក្សាភាសាបាលីបានមានចំណេះជំនាញមានសំប្រែគឺថាគុណធានសង្ឃគុណធានបាសកបាសកាមានច្រើនស្ដីនេះអាចប្រែនៅអត្ថកថាបានដោយលោកចាស់គ្រូដែលខ្ញុំស្ដាប់ហ្នឹងសិទ្ធលោករៀនបាលីតាំងពីតូចរហូតដល់លោករៀនគេរហូតហ្នឹងហើយសប្តាហ៍ថ្ងៃលោកកំពុងមានទៀតហើយលោកក៏សន្យាថាបួសកំសិតដែរអញ្ចឹងមានអ្នកគ្រូបាលីគ្រូអីច្រើនប្រែទាំងបាលីឲ្យយើងងាយស្រួលស្ដាប់ក្នុងអត្ថកថាបាលីហ្នឹងអញ្ចឹងបងប្អូនទាំងអស់កុំយល់ច្រឡំថាប្រែរូបរើកែត្រីបដកអីហ្នឹងការស្ដាប់នឹងមែនទេគឺប្រែនៅមានទៀតដែលធ្វើគូដែលត្រូវធ្វើហ្នឹងមានថកថាជាដើមដើម្បីឲ្យបងប្អូនយល់បងប្អូនគំនិតថាអ្នកដែលរៀនបាលីភាសាបាលីហ្នឹងមិនបាច់រៀនទេគេប្រែអស់ហើយនៅក្នុងបទត្រីបដកហ្នឹងមិនមែនទេបងប្អូនគឺនៅច្រើននៅអត្ថកថានៅអីដែលយើងរៀនបន្តទៀតសុទ្ធសឹងតែជាភាសាបាលីដែលយើងមិនងាយយល់បាទចឹងពាក្យពេចន៍ដែលមិនសមហេតុសមផលឬក៏គុំឈោមណាលើខ្វះសូមលោកចាស់គ្រប់ព្រះអង្គថេរៈបងប្អូនទាំងអស់ជួយកែសម្រួលផងចុងក្រោយសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបានតាមដានស្ដាប់នៅវីដេអូនេះសូមសិទ្ធិពរជ័យបងប្អូនទាំងអស់ជាបាសកបាសិកាជួបពុទ្ធពរ4ប្រការជាអាយុវណ្ណៈសុខៈពលៈកំបីគឺឡើងបាទសូមអរគុណ